អ្នកនរគ្នាឃើញកង់នេះអត់កង់នេះគឺជាកង់ដែលពួកម៉ាក់ចិនខ្ញុំឲ្យខ្ញុំអ៊ីសយ៉ាងវាបានឲ្យខ្ញុំជិះអញ្ចឹងអ្នកនរគ្នាការពិតទៅខ្ញុំភ្លេចប្រាប់អ្នកនរគ្នាកង់ដែលខ្ញុំជិះទៅរៀនរាល់ថ្ងៃហ្នឹងអ្នកនរគ្នាគឺជាកង់ដែលមិត្តភ័ក្តិរបស់ខ្ញុំវាបានឲ្យខ្ញុំហើយយ៉ាដោយសារតែវាត្រូវពីយទៀនលីបញ្ចប់ការសិក្សាមុនខ្ញុំហើយពេលអញ្ចឹងទៅវាក៏ឲ្យកង់ហ្នឹងជាកដោជាអនុស្សាវរីយ៍ឲ្យខ្ញុំមកនិយាយទៅមានអារម្មណ៍សែតហើយនឹកវាដែរដោយសារតែវាត្រូវចប់មុនខ្ញុំមួយឆ្នាំអញ្ចឹងទៅពេលអញ្ចឹងវាមិនមែនមានតែកង់ហ្នឹងទេដែលវាឲ្យខ្ញុំមានរបស់របរជាច្រើនទៀតដោយសារតែវាត្រូវទៅរៀននៅខេត្តផ្សេងតអញ្ចឹងណាហើយយ៉ាបន្ទាប់ពីហ្នឹងទៅយើងលែងសូវមានពេលនិយាយគ្នាលេងសើចមួយគ្នាដូចមុនហើយដោយសារតែនៅម្នាក់មួយខេត្តផ្សេងគ្នាហើយនេះគឺបន្ទាប់ពីហាត់ប្រាណហើយគឺខ្ញុំបានមកដល់បន្ទប់ខ្ញុំវិញហើយចំពោះអ្នកដែលគាត់ចង់ឃើញបន្ទប់ខ្ញុំមិននៅអញ្ចឹងគឺបែបនឹងឯងនិស្សិតដែលរៀនហើយនៅអានេះចំពោះដមរបស់ខ្ញុំណាយ៉ាបន្ទប់ធំឬតូចអាស្រ័យទៅលើការរៀបចំរបស់យើងឯងអ្នកនរគ្នាខ្ញុំចង់ប្រាប់អ្នកនរគ្នាបែបហ្នឹងណាអ្នកនរគ្នាអ្នកដែលគាត់ចង់បានអីវ៉ាន់បោះដុំឬក៏អីវ៉ាន់លក់រាយផ្សេងគ្រប់បែបយ៉ាងពីចិនទៅខ្មែរអ្នកនរគ្នាអាចឆាតមកខ្ញុំបានតាក់ទងមកខ្ញុំបានមកតាមTelegram ក៏ដូចជា TikTok ក៏ដូចជា Facebook page របស់ខ្ញុំមកតែ social media របស់ខ្ញុំហ្នឹងគឺអ្នកនរគ្នាអាចឆាតមកខ្ញុំបានហើយខ្ញុំពិតជាអរគុណទៅដល់បងដែលគាត់តែងតែ support ក៏ដូចជាគាត់តែងតែជួយគ្រប់គ្រងក៏ដូចជាឲ្យខ្ញុំរយបានរយឲ្យអញ្ចឹងណាដោយសារតែគាត់ដឹងពី credit របស់យើងក៏ដូចជាបទពិសោធន៍របស់យើងហើយណាមួយទៀតតាំងពីខ្ញុំមកនៅចិនរយៈពេល3ឆ្នាំហ្នឹងគឺខ្ញុំទិញអីវ៉ាន់ឲ្យភ្ញៀវរហូតអ្នកនរគ្នាអញ្ចឹងគឺគាត់ទុកចិត្តយើងមិនថាតែអីវ៉ាន់ហ្នឹង brand ឬក៏ប្រភេទ grade A grade 2ឬក៏អីវ៉ាន់ផ្ទះបាយផ្ទះអីសម្ភារៈប្រើប្រាស់ផ្សេងទេគឺគាត់ឲ្យយើងទិញយកទៅអញ្ចឹងមិនថាតែលក់រាយឬក៏បោះដុំទេអាហ្នឹងវាអញ្ចឹងហើយអញ្ចឹងយេបើសិនជាអ្នកនរគ្នាចង់បានអីវ៉ាន់ពីចិនទៅខ្មែរអីចង់ទិញដុំឬក៏រាយអាចឆាតខ្ញុំបានទំនុកចិត្តហើយតម្លៃថ្លៃដឹកថ្លៃសេវាគឺធូរថ្លៃមែនទែនពីចិនទៅខ្មែរហ្នឹងហើយជាទូទៅធម្មតាគឺតាមក្រុមហ៊ុនហ្នឹងរយៈពេល7ថ្ងៃហើយយូរបំផុតរយៈពេល10ថ្ងៃគឺទៅដល់ខ្មែរអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាដែលគាត់ចង់ទិញអីវ៉ាន់ពីចិនទៅខ្មែរដែលគាត់ថាអូយខ្លាចទិញទៅខុសសាយអត់ចេះទិញអត់ចេះចិនឬក៏ទិញទៅខុសនេះខុសនោះអញ្ចឹងអ្នកនរគ្នាអាចឆាតខ្ញុំបានគឺខ្ញុំជួយរកទិញឲ្យអ្នកនរគ្នាអញ្ចឹងទៅការពិតទៅខ្ញុំភ្លេចប្រាប់អ្នកនរគ្នាមួយកង់ដែលខ្ញុំជិះរាល់ថ្ងៃហ្នឹងគឺជាកង់ដែលមិត្តភ័ក្តិរបស់ខ្ញុំវាបានឲ្យមកខ្ញុំដោយសារតែវាត្រូវ2ឆ្នាំហ្នឹងហើយវាត្រូវបញ្ចប់ការសិក្សានៅឆ្នាំហ្នឹងខែ7ហ្នឹងហើយថ្ងៃ24ហ្នឹងគឺវាត្រូវ2ទៀនលីអញ្ចឹងទៅគឺវាឲ្យកង់ហ្នឹងមកខ្ញុំដើម្បីជាកដោអនុស្សាវរីយ៍អញ្ចឹងណាហើយវាក៏ត្រូវតែតអនុបណ្ឌិតប៉ុន្តែវាដូរសាលាវាត្រូវទៅរៀននៅខេត្តផ្សេងស្ទាក់មិនអញ្ចឹងទៅមានអារម្មណ៍ថាស្ដាយខ្លាំងមែនតើប៉ុន្តែខ្ញុំបាននិយាយវិញវាហើយថាបើសិនជាមានឱកាសខ្ញុំនឹងនាំវាទៅលេងខ្មែរហើយវានឹងទៅលេងអីចឹងណាហើយបើខ្ញុំមានឱកាសវានាំខ្ញុំទៅលេងខេត្តដែលវានៅថ្មីអីចឹងទៅប៉ុន្តែឥឡូវហ្នឹងគឺមានអារម្មណ៍ថាពេលវេលាចិត្តមកដល់គឺសែខ្លាំងតែអ្នកនរគ្នានឹកវាខ្លាំងអីចឹងណា称谓来说吧，右翼蛇回的时候，同知这一称谓称为中国50年代末到70年代，素绝常有，最普遍的称谓，无论男女老少，无论什么合唱，大家都是同知二级。这一称谓正是其他的光彩，是用范围进驻不缩小，是用频率也有所下降。它正在被其他等待有区别色彩的称谓带着小入小街、学生、大哥、大姐、老伴等向不认识的人问路，控制的笑话不路程，大哥、大姐打骂大爷的笑话好，像大哥、大姐这类就更亲素称谓，可以表达说话人的一种可谓干劲。使听到的人感到熟悉亲近，树断了人与人之间的距离，如易沟通。OK，很好。